រៀនសួរពុកម៉ែបងប្អូនអរគ្នាខ្ញុំមកបាយបងប្អូនបានស្គាល់នៅការមួយយ៉ាងដែលជាថ្នាំឱសថបុរាណសម្រាប់ស្ត្រីគឺការកណ្ដោលបងប្អូនអរគ្នាបាននេះគឺជាការកណ្ដោលបងប្អូនអរគ្នានេះគឺជាការបវេការកណ្ដោលនេះគឺជាថ្នាំជាបាជំងឺក្អកហើយនិងជំងឺផ្ដាសាយជាពិសេសជាថ្នាំកម្លាំងសម្រាប់ស្ត្រីពេលឆ្លងទន្លេហើយបងប្អូនអរគ្នាចឹងបងប្អូនថ្ងៃនេះគឺបានស្គាល់ហើយបងប្អូនណាដែលស្គាល់ការកណ្ដោលហើយនឹងអត្ថប្រយោជន៍របស់វាថ្ងៃនេះគឺបងប្អូនបានស្គាល់ហើយនឹងគឺជាការកណ្ដោលបងប្អូនអរគ្នាគឺវាមានរួមស្បែកនេះចឹងបងប្អូនយកការកណ្ដោលនេះទៅដាក់ដាំទឹកផឹកសម្រាប់ស្ត្រីដែលឆ្លងទន្លេហើយគឺអាចជួយបើកកម្លាំងដល់គាត់បងប្អូនបាទហើយនឹងព្យាបាលជំងឺផ្ដាសាយហើយនឹងក្អកបងប្អូនអរគ្នាការកណ្ដោលនេះចឹងបងប្អូនអាចយកវាទៅហាលឲ្យស្ងួតឬមួយក៏យើងអាចដាំវាតង់ស្រស់ក៏បានដែរបងប្អូនអរគ្នាគឺយើងដាំទឹកផឹកបងប្អូនបាទគឺការកណ្ដោលនេះគឺជួយព្យាបាលជំងឺដូចខ្ញុំបានប្រាប់ហ្នឹងគឺជំងឺក្អកហើយនិងជំងឺផ្ដាសាយជាពិសេសគឺថ្នាំសម្រាប់ស្ត្រីដែលឆ្លងទន្លេហើយគឺជួយដល់កម្លាំងជំនួយកម្លាំងបងប្អូនអរគ្នាបាទគឺការកណ្ដោលនេះបងប្អូនអរគ្នានេះចាំបងប្អូនមើលទៅនេះគឺជាការកណ្ដោលបងប្អូនអរគ្នាចាំបងប្អូនណាស្គាល់ការកណ្ដោលហើយនៅអត់ដឹងពីអត្ថប្រយោជន៍របស់វាបងប្អូនមើលទៅគឺឲ្យស្គាល់ហើយបងប្អូនបាទគឺជាការកណ្ដោលបងប្អូនអរគ្នានេះគឺជាការរបស់វាចាំបងប្អូនណាដែលស្គាល់ការកណ្ដោលហើយនឹងអត់ដឹងថាវាមានអត្ថប្រយោជន៍យ៉ាងម៉េចថ្ងៃនេះបងប្អូនបានស្គាល់ហើយគឺការកណ្ដោលនេះគឺមានអត្ថប្រយោជន៍គឺជួយព្យាបាលជំងឺដូចជាក្អកហើយនិងផ្ដាសាយជាពិសេសគឺជាថ្នាំជំនួយកម្លាំងដល់ស្ត្រីពេលដែលឆ្លងទន្លេហើយបងប្អូនអរគ្នាបាទនេះគឺជាការរបស់វានេះដើមរបស់វាពេលដែលវាកំពុងចេញមកគឺនៅពីខ្ញុំនេះពេលហើយវារីកបងប្អូននេះគឺចាយនេះបងប្អូនអរគ្នាវាគឺឈ្មោះថាផ្កាកណ្ដោលបងប្អូនបាទឥឡូវនេះខ្ញុំបេះបានហើយបងប្អូនអរគ្នាបាទនេះគឺផ្ការបស់វាហើយនិងស្លឹករបស់វាបងប្អូនបាទគឺខ្ញុំមកបង្ហាញបងប្អូននេះគឺបង្ហាញអំពីផ្កាទេបងប្អូនចាំបើក្រោយខ្ញុំនឹងបង្ហាញអំពីស្លឹកថាប្រយោជន៍នៃស្លឹកហើយនិងដើមរបស់វាបងប្អូនបាទនេះគឺខ្ញុំបេះមកហើយតើយើងយកវាទៅស្ងោរបងប្អូនតើវាមានពណ៌យ៉ាងម៉េចហើយមានរសជាតិយ៉ាងម៉េចបងប្អូនបាត់តោះទៅងល់គ្នាបងប្អូនអរគ្នាចាអរគុណបងប្អូនអរគ្នាបាទដែលបានមើលវីដេអូរបស់ខ្ញុំនឹងណែនាំបងប្អូនបានស្គាល់នៅដើមឈើដែលជាអសបុរាណហើយនៅផ្កាឈើជាអសបុរាណដើម្បីបងប្អូនបានស្គាល់បានដឹងហើយបងប្អូនអាចបេះឬមួយកាប់វាយកធ្វើជាអសតបានបងប្អូនអាចជួយជាបានជំនឿផ្សេងៗបានបងប្អូនអរគ្នាបាទអរគុណបងប្អូនអរគ្នាបាទជម្រាបលាបាទ